ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងប្រកាសតែងតាំងរដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេសនៅថ្ងៃច័ន្ទទី23 ខែមិថុនាប្រធានាធិបតីថ្មីកូរ៉េខាងត្បូងលោកលី ជេមយុងបានតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មីនិងរដ្ឋមន្ត្រីការបរទេសថ្មីសម្រាប់រដ្ឋបាលរបស់លោកនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សមាជិកសភាជើងចាស់លោកអាងជូបេកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិប្រការនេះក៏បានធ្វើឲ្យលោកអានជាប់ឈ្មោះជារដ្ឋមន្ត្រីការពារជាតិស៊ីវិលដំបូងបំផុតក្នុងរយៈពេល64ឆ្នាំរបស់កូរ៉េខាងត្បូងផងដែររីឯអតីតឯកអគ្គរដ្ឋទូតប្រចាំនៅ UN លោកឆូហ៊យុនត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសក្រៅពីនេះលោកលីបានតែងតាំងរដ្ឋមន្ត្រីចំនួន9រូបផ្សេងទៀតរួមមានលោកឆុងដុងយ៉ាងជារដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមដែលទទួលបន្ទុកទំនាក់ទំនងអន្តរកូរ៉េគូបញ្ជាក់ថាលោកលី ជេមយុងបានឡើងកាន់អំណាចជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីថ្ងៃទី4 ខែមិថុនាក្រោយទទួលជ័យជំនះក្នុងការបោះឆ្នោតសកលដែលរៀបចំឡើងបន្ទាប់ពីអតីតមេដឹកនាំលោកយួនស៊ុកយួលត្រូវបានទម្លាក់ចេញពីតំណែងដោយសារតែការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាញាសឹកកាលពីចុងឆ្នាំមុន